បងប្អូនធ្លាប់យកមើមត្រាវមកធ្វើសម្លអត់ថ្ងៃហ្នឹងនេះខ្ញុំធ្វើសម្លខុសពីសម្លប្រហើរត្រង់ថាសម្លគឺគេចាញីសក្រីបងសក្រូចហើយគេមានជាមួយបុកខ្ជិលបុកអីដាក់តែប៉ុណ្្នឹងឯងបើថាសម្លប្រហើរគឺគេត្រូវការបុកគ្រឿងបើងាកមកមើលបន្លែវិញយើងមានតឡាចត្រាវចាស្លឹកខ្ទិះស្លឹកបាសអីតែពី3មុខហ្នឹងឯងបងប្អូនគឺស្លបានហើយគ្រឿងផ្សំចិត្តរួចរាល់ហើយចឹងយើងចាប់ដើមដាក់ឆ្នាំងដាំទឹកឲ្យពុះបងជាមួយនឹងគ្រឿងសក្តិបើយើងគ្រឿងបុកដែលមានខ្ជាយខ្ទឹមជាដើមហ្នឹងណាហើយនេះខ្ញុំដាក់ប្រហុកបុកជាមួយឯប្រហុកយើងគឺប្រហុកសាច់តបមកចាយើងយកត្រាវមកបងមកព្រោះត្រាវរបស់យើងត្រូវការរៀងរមាស់បន្តិចពេលបងត្រាវរបស់យើងរៀងផុយតិចហើយយើងចាប់ដើមដាក់តឡាចហើយនឹងដាក់ត្រីមកចាព្រោះដោយសារអីត្រីយើងងាយនឹងផុយបងប្អូនអាចស្លជាមួយត្រីទក់ត្រីអីក៏បានដែរតែនេះខ្ញុំថ្ងៃហ្នឹងនេះខ្ញុំដាក់ជាមួយត្រីពោចាសម្រាប់ត្រីពោនេះបើបងប្អូនយកស្លជាមួយត្រពាំងវិញនិយាយពីថាឆ្ងាញ់ណាបងប្អូនអើយថ្ងៃហ្នឹងមុខម្ហូបនេះខ្ញុំត្រឹមតែ1នាទីជាង7 នាទីទេគឺឆ្អិនហើយបងប្អូនអើយធ្វើបងប្អូនមើលវាស្លឆ្អិនលឿនជាងនឹងទៀតប៉ុន្តែដល់ពេលយើងថតវីដេអូទៅវាមានរយៈពេលរៀងវែងអញ្ចឹងណាពេលដែលឃើញថាត្រីរបស់យើងហើយតឡាឆ្អិនហើយកុំភ្លេចបងបន្លែបៃតងយើងមកហើយនឹងខ្ញុំដាក់ចុងក្រោយនេះគឺជាមួយនឹងជីសដែលគេហៅជីនឹងលាក់អីហ្នឹងនេះខ្ញុំហៅទៅជីសឯដែលយើងយកក្លាសេអញ្ចឹងវានៅមានក្លិនឈ្ងុយអញ្ចឹងមុខម្ហូបមួយមុខហ្នឹងថ្ងៃហ្នឹងងាយបងប្អូនមិនពិបាកធ្វើទេឆ្ងាញ់ទៀតចាសម្លនេះខ្ញុំចូលចិត្តហូបបន្លែបងប្អូនអើយហូបបន្លែបានច្រើនគឺល្អសម្រាប់សុខភាពបងប្អូននៅក្មេងហូបសាច់មិនអីទេប៉ុន្តែពេលបងប្អូនអាយុច្រើនតិចពេលណាដែលយើងហូបសាច់ច្រើនវាធ្វើឲ្យលើសជាតិអាស៊ីតក៏ដូចជាមិនងាយរំលាយអញ្ចឹងវាប៉ះពាល់សុខភាពយើងជាពិសេសចាវាមិនល្អសម្រាប់សុខភាពយើងច្រើនទេអញ្ចឹងយើងកុំភ្លេចនាំគ្នាញ៉ាំបន្លែបានច្រើនចាពីនេះខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងសម្លបែបផ្ទះនេះខ្ញុំបើសិនខុសឆ្គងអីកុំប្រកាន់អរគុណច្រើនជម្រាបលា